ក្រោយពីមានការឈ្លានពានពីកងទ័ពថៃនៅថ្ងៃទី28ខែឧសភាឆ្នាំ2028នៅលើទឹកដីកម្ពុជានៅតំបន់មុំបីដោយទាហានថៃបានបាញ់ប្រហារមុនមកលើទាហានខ្មែរដែលបណ្ដាលឲ្យលោកសួនរ៉នដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរបានពលីជីវិតនៅក្នុងគ្រានោះបន្ទាប់ពីហេតុការណ៍នៅថ្ងៃទី28ខែឧសភានេះមកភាគីថៃបែរជាចោទប្រកាន់ភាគីកម្ពុជាថាជាអ្នកផ្ទុះអាវុធមុនហើយតាមរយៈទង្វើឯកតោភាគីរបស់ថៃនេះហើយបានជំរុញឲ្យទំនាក់ទំនងកម្ពុជាថៃនិងស្ថានភាពតាមបណ្ដោយព្រំដែនបានវិវត្តកាន់តែមានភាពតានតឹងឡើងវិធានការនិងសកម្មភាពរបស់ប្រទេសថៃជាបន្តបន្ទាប់បានបំពេញនឹងគម្រាមកំហែងមកលើប្រទេសកម្ពុជាក្នុងនោះដូចជាការកាត់បន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយឯកតោភាគីការគម្រាមក្នុងការផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនិងឈប់ផ្គត់ផ្គង់អគ្គិសនីមកប្រទេសកម្ពុជាជាដើមទោះជាប្រទេសកម្ពុជាជាអ្នកស្រឡាញ់សន្តិភាពមិនចង់ឲ្យមានការរីករាលដាលនិងស្ថានភាពតានតឹងចេញពីវិស័យយោធាប៉ះពាល់ដល់វិស័យផ្សេងទៀតក៏ដោយតែតាមរយៈវិធានការដោយការបំពេញនិងការគម្រាមកំហែងពីភាគីថៃរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅបណ្ដាវិធានការនានាលើការដ្ឋានយោធាការទូតនិងច្បាប់ក៏ដូចជាវិធានការរដ្ឋបាលការបិទច្រកព្រំដែនកម្ពុជាថៃជាដើមការឈប់ទិញប្រព័ន្ធអ៊ីនធឺណិតពីប្រទេសថៃនិងការឈប់បញ្ចាំងភាពយន្តថៃព្រមទាំងមានវិធានការត្រៀមនានាដើម្បីការពារប្រយោជន៍និងកិត្តិយសរបស់ជាតិខ្មែរវិធានការទាំងនេះគឺធ្វើឡើងដើម្បីការពារនៅភាពយុត្តិធម៌សេចក្តីត្រឹមត្រូវសុចរិតភាពប្រយោជន៍និងសេចក្តីថ្លៃថ្នូររបស់ជាតិនិងប្រជាជនកម្ពុជាដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈមនសិការស្នេហាជាតិនិងទឹកដីសហព័ន្ធសហភាពយុវជនកម្ពុជាបាននឹងកំពុងរៀបចំដំណើរការថ្មើរជើង Solidarity March ដើម្បីបង្ហាញការចូលរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងនៅជួរមុខកម្ពុជាលើស្មារតីដូចជាការបង្ហាញការគាំទ្រសុចរិតភាពនិងភាពស្របច្បាប់របស់ប្រទេសកម្ពុជាផ្អែកលើច្បាប់និងបទកថាគតិយុត្តផ្សេងប្រទេសកម្ពុជាមិនមានបំណងចង់បំពានឬចង់បានដីពីប្រទេសណាមួយសូម្បីតែ1មីលីម៉ែត្រប៉ុន្តែកម្ពុជាក៏មិនអោយនរណាយកដីសូម្បីតែ1មីលីម៉ែត្រដូចគ្នាបង្ហាញការគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលទាំងផ្នែកការទូតផ្នែកការពារច្បាប់និងខឿនការពារប្រជាជនបង្ហាញពីការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ថៃប្រើប្រាស់ផែនទីคล้ายៗទាំងអស់នេះហើយដែលជាហេតុធ្វើឲ្យប្រទេសថៃប្រកាសមិនទទួលស្គាល់យុត្ថាធិការ ICJ និងមិនហ៊ានឡើងទៅតុលាការអន្តរជាតិជាមួយគ្នានេះប្រទេសថៃក៏ដឹងខ្លួនថាខ្លួននឹងចាញ់ប្រទេសកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិដោយសារថៃបានប្រើផែនទីដែលគូសដោយខ្លួនឯងគឺជាផែនទីចោលសកម្មភាពនៅថ្ងៃនេះនឹងបង្ហាញឲ្យប្រទេសថៃឃើញថាប្រទេសកម្ពុជាគឺជាប្រទេសដែលតូចយើងមានប្រជាជនតែមួយយើងមានរាជរដ្ឋាភិបាលតែមួយគ្រប់គ្នារួមគ្នាដើម្បីការពារជាតិមាតុភូមិនិងមិនឲ្យចោលឈ្លានពានណាមួយមកបំពានឬលាបទឹកដីនៃប្រទេសកម្ពុជាបានឡើយរួបរวมគ្នាសាមគ្គីជាធ្លុងមួយគ្រប់និន្នាការនយោបាយក្នុងនាមជាខ្មែរយើងដែលលើកទឹកចិត្តដល់កងទ័ពយើងនៅជួរមុខកំពុងតែការពារបរណភាពទឹកដីក្រុមគ្រួសារកងទ័ពទាំងអស់គាត់មានភាពកក់ក្ដៅព្រោះគាត់ឃើញស្វាមីចាកូនចៅគ្រួសារដែលកំពុងតែការពារតាមបន្ទាត់ព្រំដែនអញ្ចឹងពួកយើងនៅទីនេះយើងលើកទឹកចិត្តបងកងទ័ពចាដែលគាត់កំពុងតែការពារបូរណភាពទឹកដីហើយនៅក្នុងនោះក៏យើងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្វីដែលពីភាពចាស់ទុំរបស់យើងក្នុងនាមជាខ្មែរដែលរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយនៅសន្តិវិធីដោយយើងធ្វើយ៉ាងណាគឺស្រឡាញ់នៅសន្តិភាពអញ្ចឹងការស្រឡាញ់សន្តិភាពរបស់យើងដោះស្រាយនៅបញ្ហាចំនួនដោយភាគីថៃจะអាចទៅជាមួយគ្នាទៅយុត្តិធម៌តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនៅ4ចំណុចដែលកម្ពុជាបានដាក់ទៅហើយកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025កន្លងទៅនេះគឺយើងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេចំពោះតំបន់ចាចំនួន4ដែលមានការប៉ះទង្គិចគ្នាឬក៏មាននៅចំនួនព្រំដែនជាមួយគ្នាចាអញ្ចឹងគឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ដែលពាក់ព័ន្ធទៅនឹងទ្វេភាគីក៏ដូចគ្នាយើងត្រូវមានការជជែកពាក់ព័ន្ធទៅនឹងបន្ទាត់ព្រំដែនរបស់យើងហើយមួយវិញទៀតសូមជម្រាបជូនទៅដល់ទូរទស្សនិកជនដែលថា
សារបានយើងដឹងហើយតាំងពីថ្ងៃ28ឧសភា2025ប្រជាពលរដ្ឋដឹងហើយថាកងទ័ពថៃបានឈ្លានពានមកកាន់តំបន់មុំ3របស់កម្ពុជាហើយបាញ់ប្រហារទៅលើយុទ្ធជនកម្ពុជាមួយរូបដ៏អង្អាចក្លាហានបានបាត់បង់ជីវិតទៀតបានពលីនៅក្នុងពេលនោះហើយថៃបានបន្តបិទព្រំដែនជាឯកតោភាគីដោយមិនបានជូនដំណឹងមកដល់កម្ពុជាមុនគឺសម្រួលម៉ោងដោយខ្លួនឯងគម្រាមនេះគម្រាមនោះប៉ុន្តែជាវិធានការរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅវិញយើងអត់ទិញអ៊ីនធឺណិតអីពីថៃទេយើងអត់មានចាក់ប្រចាំងនៅភាពយន្តថៃនៅក្នុងប្រទេសកម្ពុជាអគ្គិសនីរបស់យើងក៏ឲ្យយើងប្រើប្រាស់ខ្លួនឯងហើយយើងប្រើនៅផ្លូវការទូតចាយើងដោះស្រាយទៅតាមផ្លូវការទូតយើងដោះស្រាយទៅច្បាប់ផ្លូវច្បាប់ហើយយើងឈានទៅដល់ច្បាប់អន្តរជាតិដោយលោកសនិទ្ធបានលើកឡើងអញ្ចឹងកម្ពុជាមិនមានបំណងចង់បានទឹកដីពីប្រទេសណាមួយសូម្បី1មីលីម៉ែត្រក៏ប៉ុន្តែកម្ពុជាមិនអោយនរណាយកទឹកដីកម្ពុជា1មីលីម៉ែត្រដែរអញ្ចឹងយើងការពារបូរណភាពទឹកដីហើយកម្លាំងសាមគ្គីរបស់យើងបង្ហាញនៅពេលនេះយើងមានមោទនភាពមែនទែនដែលយើងឃើញថាយុវជនយើងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីភាពចម្រុះនៃការចូលរួមរបស់មហាគ្រួសារខ្មែរច្រៀងនៅបទដែនដីខ្មែរហើយរំភើបចិត្តមួយទៀតណាលោកសនិទ្ធយើងឃើញហើយរូបភាពដែលបានបង្ហាញជូននេះគឺជាចលនានៃការគ្រប់គ្រងពេញទំហឹងហើយយើងមានភាពថ្លៃថ្នូរជាពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាពដូច្នេះហើយយើងមិនមានការរើសអើងជាតិសាសន៍ឬក៏បញ្ឆេះកំហឹងអីដើម្បីឲ្យមានបញ្ហាណាមួយយើងចង់ឲ្យរក្សានូវភាពថ្លៃថ្នូរជាតិសាសន៍ដតីក៏គួរគោរពមកកាន់កម្ពុជាខណៈដែលកម្ពុជាបង្ហាញពីភាពថ្លៃថ្នូរគោរពទៅដល់ជាតិសាសន៍ដតីដូចគ្នាហើយជាការកត់សម្គាល់តាមរយៈរូបភាពនេះនាងខ្ញុំកត់សម្គាល់ថាមិនមែនត្រឹមបងប្អូនពលរដ្ឋខ្មែរទេមុននេះរូបនៅមុខសាលមហោស្រពកោះពេជ្រនឹងប្រចាំងរូបភាពមកក្រុមការងារយើងចាប់យករូបភាពផ្ទាល់មានជនបរទេសចាមានជនបរទេសព្រោះយើងអាចមើលឃើញតាមរយៈពណ៌សម្បល់រូបមុខមាត់របស់គាត់ណាចាគាត់កាន់ទង់ជាតិខ្មែរគាត់មកចូលរួមដែរបានន័យថាមជ្ឈដ្ឋានអន្តរជាតិក៏គេគ្រប់គ្រងចំពោះកម្ពុជាគេគ្រប់គ្រងចំពោះស្មារតីរាជរដ្ឋាភិបាលកម្ពុជាជំហររាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយនៅបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធីហើយគឺយើងយកច្បាប់អន្តរជាតិជាគោលហើយប៉ុន្តែយើងក៏នឹងអនុវត្តនៅយោធាប្រសិនបើឈ្លានពានឬក៏ជាតម្រូវបានន័យថាជាការចុងក្រោយដាក់សម្ពាធមកលើកម្ពុជាយើងក៏ឆ្លើយតបទៅវិញប៉ុន្តែមកដល់ពេលនេះគឺយើងនៅតែរក្សាភាពថ្លៃថ្នូរភាពជាប្រជាជាតិខ្មែរដ៏ថ្លៃថ្នូរពលរដ្ឋខ្មែរដ៏ថ្លៃថ្នូរហើយយើងបង្ហាញពីការគ្រប់គ្រងនូវភាពអង្អាចក្លាហានរបស់ទាហានយើងដែលកំពុងតែប្រចាំការនៅតាមបន្ទាត់ព្រំដែននៅការពារបូរណភាពទឹកដីយើងលើកកម្លាំងចិត្តយើងជំរុញនៅកម្លាំងចិត្តជាគ្រួសារខ្មែរយើងពីនេះទៅจะបង្ហាញពីបេះដូងខ្មែរយើងតែមួយទោះបីជាកងកម្លាំងរបស់យើងកំពុងនៅជួរមុខក៏ពិតមែនប៉ុន្តែបេះដូងរបស់ពួកយើងនៅជាមួយគាត់ជាប់ជានិច្ចអញ្ចឹងនេះហើយគឺជារូបភាពមួយដែលបានបង្ហាញពីកម្លាំងជាតិខ្មែរដែលយើងបង្ហាញពីស្មារតីពីកាយវិការរបស់យើងសម្លេងនៃការគ្រប់គ្រងកម្លាំងចិត្តរបស់យើងគ្រប់គ្រងចំពោះរដ្ឋាភិបាលផ្ដល់ធម៌ពលបន្ថែមទៀតនៅកម្លាំងចិត្តជូនទៅដល់កងកម្លាំងជួរមុខដែលកំពុងតែការពារបូរណភាពដែនដីកម្ពុជាបាទមោទនភាពជាតិខ្មែរ